នៅពេលដែលយើង select layer ដែលយើងចង់ remove background ហើយយើង zoom តិចមកយើងគ្រាន់តែផាត់ទៅគឺវាអត់ចាប់លើរូបសក់ទេយើងផាត់ធម្មតាទៅនេះគឺសក់វានៅទាំងអស់សួស្តីអ្នកទាំងអស់នេះគឺជាវីដេអូទី4ដែលយើងបន្តបង្ហាញពីការប្រើប្រាស់ Photoshop ចាប់ពីកម្រិតដំបូងហើយការពីវីដេអូទី3វីដេអូមុនខ្ញុំបានបង្ហាញឲ្យពី tool នៅខាងឆ្វេងដៃនេះហើយនៅក្នុងវីដេអូនេះគឺខ្ញុំនឹងបន្តបង្ហាញពី tool បន្តទៀតហើយក្នុង tool នឹងដែរខ្ញុំនឹងរំលឹកពីវីដេអូទី3ព្រោះវីដេអូទី3ខ្ញុំបានបង្ហាញពី pen tool នេះហើយនៅក្នុង pen tool នេះដែរវាជា tool ចាំបាច់អញ្ចឹងខ្ញុំអាចនឹងរំលឹកបន្តិចដើម្បីឲ្យការបង្ហាញនៅក្នុងវីដេអូទី4នេះវា smooth ព្រោះវានឹងតាក់ទងជាមួយនឹង pen tool ការពីវីដេអូទី3ខ្ញុំបានបង្ហាញដែរការប្រើប្រាស់ pen tool គឺសម្រាប់កាត់ background ប៉ុន្តែនៅក្នុង pen tool វីដេអូទី4នេះខ្ញុំនឹងបន្ថែមមួយទៀតគឺការកាត់ background ហើយនឹងការគូរជា shape ការគូរជា shape នៅពេលដែលយើងគូរគឺយើងគូរដើម្បីបង្កើតជា element អីមួយគឺយើងគូរវាជា shape អញ្ចឹងយើងអាចមកកែនៅខាងលើនេះយើងដូរវាមក shape អញ្ចឹងនៅពេលដែលយើងគូរគឺវាចេញជារូប shape អញ្ចេះវាបង្កើតជា layer មួយវាដាក់ទៅ shape ឥឡូវខ្ញុំ delete ចោលខ្ញុំនឹងបង្ហាញ detail អំពីការគូរជា path ការគូរជា path គឺយើងបង្កើតជា selection ដើម្បីលុប background អញ្ចឹងខ្ញុំមានរូបអាវនេះមួយអញ្ចឹងខ្ញុំនឹងលុប background នៅលើអាវហ្នឹងអញ្ចឹងបើសិនជាយើងលុបយើងចង់ប្រើ tool eraser នេះព្រោះនៅក្នុងវីដេអូទី3ខ្ញុំបានបង្ហាញយើងអាចចុចឆក់ទៅវាទៅហើយរូបអាវហ្នឹងប៉ុន្តែវាអត់អស់ទេវាអត់ស្អាតដោយការដែលប្រើ pen tool ទេអញ្ចឹងខ្ញុំ control Z ខ្ញុំត្រឡប់មកវិញខ្ញុំនឹងកាត់ background រូបអាវនេះជាមួយនឹង pen tool អញ្ចឹងខ្ញុំចូលមក pen tool នៅពេលដែលយើងចាប់ផ្ដើមគូរឬមួយក៏ចាប់ផ្ដើមប្រើ pen tool យើងត្រូវតែប្រកាសច្បាស់ថាយើងឈរនៅលើ path គឺយើងប្រើសម្រាប់កាត់ background អញ្ចឹងយើងអាចចាប់ផ្ដើមពីកន្លែងណាមុនក៏បានដែរអញ្ចឹងខ្ញុំអាច zoom វាធំបន្តិចខ្ញុំចាប់ផ្ដើមពីកន្លែងនេះទៅយើងអាច zoom in zoom out បានយើងគ្រាន់តែចុច Alt ទៅយើង scroll មកទៅបានហើយអញ្ចឹងខ្ញុំអាចដាក់ឲ្យចំនេះមកវាត្រង់ហើយអញ្ចឹងកន្លែងនេះយើងគូរឲ្យត្រង់ទៀតមកខ្ញុំសូមគូរលឿនៗដោយសារតែអានេះយើងបង្ហាញពីវីដេអូទី3ហើយអានេះយើងគ្រាន់តែរំលឹកអញ្ចឹងយើងគូរបន្តទៀតមកយើងដាក់តាមកោងនៅកន្លែងនេះកោងយើងក៏ដាក់pointer នៅកន្លែងនេះហើយយើងសកត់មកយើងអូសមកយើងលើកមកឡើងទៅលើបន្តិចវានឹងបានកោងតាមទម្រង់អាវហ្នឹងហើយអញ្ចឹងយើងដាក់ឲ្យដល់ចែងមកយើងអូសមកលើព្រោះកន្លែងនេះយើងគិតថាវាត្រង់ទេត្រង់អញ្ចឹងយើងអាច zoom បន្តិចទៀតកន្លែងនេះវាមានកាច់ជ្រុងហើយយើងអូសបន្តិចទៀតមកយើងអាចកាត់ pen tool នេះឲ្យវាចូលក្នុងតិចទៅដោយសារពេលកាត់ background ទៅកុំឲ្យវានៅសល់អញ្ចឹងយើងអូសវាពុតកោងតាមទម្រង់អាវខ្ញុំសូមដាក់វាឲ្យលឿនបន្តិចដោយសារតែអានេះវាអាចប្រើពេលយូរអញ្ចឹងនៅពេលយើងអនុវត្តយើងអាចប្រើមួយកុំឲ្យវាខូចទម្រង់អាវហើយគាត់នេះកោងអញ្ចឹងយើងអូសឲ្យដល់លឿនបន្តិចមកដូចខ្ញុំបញ្ជាក់ម្ដងទៀតអញ្ចឹងនៅពេលដែលយើងគូរយើងអាចដាក់វាឲ្យស៊ីចូលគ្នាបន្តិចក៏បានដែរហើយយើងគូរចិត្តអស់ហើយដល់ដៃយើងទាញមកនៅកន្លែងនេះនៅពេលដែលយើងគូរឡើងឲ្យដល់ចំណុចវាស៊ីគ្នាហើយយើងគ្រាន់តែដាក់ម៉ៅមកវាចេញមូលហើយនៅលើ pen tool ហ្នឹងណាហើយយើងបានជាpath ដែលយើងបានគូរមួយអញ្ចឹងនៅពេលដែលយើងចង់កាត់ background path ហ្នឹងយើងអាចម៉ៅស្ដាំយើងប្រើយកពាក្យ make selection អញ្ចឹងយើងចុច make selection យើងចុច OK នេះវាចេញជា select ហើយអញ្ចឹងខ្ញុំซูមមកឲ្យឃើញ select នេះវាជា select អញ្ចឹងដើម្បីលុប background អាវហ្នឹងយើងអាចចុច Ctrl J ដើម្បី copy layer ថ្មីក៏បានឬមួយក៏យើងចុច delete ក៏បានដែរប៉ុន្តែនៅពេលដែលយើងចុច delete យើងត្រូវយកពាក្យ select យើងយកពាក្យ invert នេះសិន Ctrl Shift J នៅពេលដែលយើងចុច invert ហើយយើងអាច delete បានហើយយើងចុច backspace ក៏បានឬមួយក៏ប៊ូតុង delete នៅលើ keyboard យើងក៏បានដែរនេះអានេះខ្ញុំចុច backspace គឺវា delete ហើយមួយទៀតយើងអាចចុច Ctrl J ក៏បានដែរប៉ុន្តែនៅពេលយើងចុច Ctrl J កន្លែងនេះវានឹងបង្កើតជា layer ថ្មីអញ្ចឹងខ្ញុំសូម Ctrl Z យើង Ctrl Z មួយទៀតមកដើម្បី invert selection ដែលយើងមកកែកន្លែងនេះមិញហើយយើងចុច Ctrl J នៅពេលយើងចុច Ctrl J វាចេញជា layer ថ្មីនៅខាងគៀននេះហើយអញ្ចឹងយើងអាចបិទភ្នែកទៅគឺវាអស់ហើយអញ្ចឹងវាដាច់អស់វាអត់ដូចដែលយើងប្រើ eraser tool នេះមិញទេអញ្ចឹងរូបអានេះគឺយើងបានកាត់ background បានមួយហើយអញ្ចឹងយើងចូលមកដល់រូបមនុស្សម្ដងរូបមនុស្សគឺយើងត្រូវតែកាត់ជាមួយនឹង pen tool 100%ហើយអញ្ចឹងយើងឈរមកលើរូបមនុស្សខ្ញុំដូរមក pen tool ខ្ញុំគូរតាមទម្រង់នឹងម្ដងទៀត
រូបអាវនេះយើងអាចប្រើពេលលេងយូរព្រោះវាមានប្លង់បត់បែនច្រើនវាអត់ដូចជារូបដែលយើងឧទាហរណ៍ទី1មិញទេអញ្ចឹងរូបមនុស្ស 100% ហើយគឺមានម៉ូតសក់អញ្ចឹងសក់យើងអត់កាត់ជាមួយនឹង pen tool ទេព្រោះយើងអាចទៅគូតាមទម្រង់អាវហ្នឹងឯងអញ្ចឹងយើងអាចគូទុកឲ្យវាបន្តិចមកយើងមាន tool មួយទៀតសម្រាប់លុបរូបសក់អញ្ចឹងយើងគ្រាន់តែម្លងចោល skip ចោលនៅកន្លែងសក់ហ្នឹងទៅកន្លែងណាដែលយើងអាចកាត់បានយើងទុកទៅព្រោះយើងមាន tool មួយទៀតសម្រាប់ delete សក់នៅក្នុង2026នេះអញ្ចឹងកន្លែងនេះយើងចូលមកដល់អាវវិញហើយអញ្ចឹងយើងកាត់អាវតាមធម្មតាយើងកាត់អាវយើងគួយអស់មកឥឡូវនេះខ្ញុំគូហើយអញ្ចឹងខ្ញុំដាក់វាបន្សពគ្នាមកអញ្ចឹងជាទម្លាប់របស់ខ្ញុំគឺខ្ញុំប្រើ control enter ក៏បានឬមួយក៏យើងមកស្ដាំយើងយកពាក្យ make selection ក៏បានដែរបន្ទាប់ control enter ហើយខ្ញុំ copy layer នឹងមួយទៀតខ្ញុំចុច control J អញ្ចឹងយើងបិទផ្នែក layer original វានេះមកគឺវាបាត់ហើយអ្វីដែលយើងត្រូវធ្វើបន្តទៀតសម្រាប់រូបសក់យើងត្រូវលុបជាមួយនឹង eraser tool នៅកន្លែង background នេះអញ្ចឹងយើងចុចលើពាក្យ background យើង select លើ layer នៅពេលដែលយើង select layer ដែលយើងចង់ remove background ហើយយើង zoom បន្តិចមកយើងគ្រាន់តែផាត់ទៅគឺវាអត់ចាប់លើរូបសក់ទេយើងផាត់ធម្មតាទៅនេះគឺសក់វានៅទាំងអស់អញ្ចឹងបើសិនវាអត់សូវស៊ីផ្ទៃខៀវនេះយើងអាចមកបន្ថែមនៅកន្លែងនេះខាងលើយើងបន្ថែមឲ្យដាក់ឲ្យឡើងជាងបន្តិចយើងគូម្ដងទៀតមកនេះគឺវាស៊ីហើយសក់ហ្នឹងយើងផាត់មើលបន្តិចតាមគំរូហ្នឹងទៅឬមួយក៏មួយទៀតយើងមិនបាច់ចាំចុច click ដូចខ្ញុំឯងយើងគ្រាន់តែដាក់ធ្វើម៉េចសញ្ញាបូកនេះវាចម្លងនៅលើពណ៌ខៀវដែលយើងចង់ delete ណាអញ្ចឹងយើងអូសហ្មងទៅនេះគឺទៅបានដូចគ្នាគឺវាអត់ចាប់សក់ទេគឺវាចាប់តែពណ៌ខៀវដែលយើងបានចម្លងទេកន្លែងនេះដូចគ្នាយើងទៅទៀតទៅនេះយើងផាត់ទៅផាត់មកទៅដោយសារតែពេលយើងផាត់លើដំបងវាអត់ស៊ី background អស់ទេអញ្ចឹងយើងអាចអូសទៅអូសមកដើម្បីឲ្យវាអស់ឥឡូវនេះឲ្យយើងអាចផ្ទឹមគ្នាជាមួយនឹងរូបចាស់បានអញ្ចឹងខ្ញុំសូម select លើ layer រូបចាស់យើងអូសវាមកគៀនតិចមកយើងឃើញនេះគឺសក់វាអស់យើងមើលទៅវានៅសល់កន្លែងនេះតិចទៀតអញ្ចឹងយើងចូលមកកន្លែង eraser tool នឹងដែរយើងយកកណ្ដាលនេះមកយើង select លើ layer យើងអូសវាតិចទៀតមកគឺអស់ហើយឥឡូវយើងបាន remove background ហើយសម្រាប់background ដែលមានជារូបមនុស្សហើយវាមានសក់អញ្ចឹងសក់គឺយើងប្រើជាមួយនឹង background eraser tool អញ្ចឹងខ្ញុំបញ្ចប់ពីការ remove background ជាមួយនឹងសក់ហើយបន្តមកទៀតនៅក្នុងវីដេអូហ្នឹងខ្ញុំនឹងបញ្យល់ឲ្យកាន់តែ detail ជាមួយនឹង layer នៅក្នុង panel គឺនៅខាងគៀននេះហើយនៅខាងស្ដាំដៃអញ្ចឹងlayer គឺវាមាននៅកន្លែងនេះហើយអញ្ចឹងខ្ញុំអាចខ្វែងកន្លែងនេះចោលទៅដើម្បីឲ្យ delete ចូលបញ្យល់ខ្ញុំបិទវាខ្ញុំ close វាចោលឲ្យអស់កន្លែងនេះយើង close ហើយយើងអាចយកមកវិញបានទេព្រោះទាំងអស់នេះវានៅក្នុង window នេះយើងអាច touch វាមកហើយនៅក្នុងវីដេអូហ្នឹងខ្ញុំបញ្យល់ detail អំពី layer ឥឡូវយើងមើលមកកាន់រូបភាពឬមួយក៏ document ដែលខ្ញុំបង្ហាញនេះវាមាន5 layer អញ្ចឹងlayer ទាំងអស់ហ្នឹងគឺសំខាន់ណាស់យើងត្រូវតែយល់ពីវាទី1គឺការគ្រប់គ្រង layer យើងអាច rename ឈ្មោះឬមួយក៏ដាក់ឈ្មោះ layer ហ្នឹងបានព្រោះខ្ញុំបានបង្ហាញពីវីដេអូមុនខ្លះហើយប៉ុន្តែខ្ញុំនឹងបង្ហាញបន្ថែមទៀតជាមួយនឹង layer ហ្នឹងព្រោះនៅក្នុង layer ហ្នឹងគ្រាន់តែយើងមកស្ដាប់នៅលើ layer វាមានជា option ជាច្រើនដែលយើងត្រូវយល់ពីវាអញ្ចឹងខ្ញុំឧទាហរណ៍ខ្ញុំ rename ខ្ញុំដាក់ឈ្មោះថា no background មួយទៅខ្ញុំដាក់តែ no bg ទេនេះគឺជារូបភាព no bg no background ជា layer no background អញ្ចឹងខ្ញុំបិទផ្នែកចោលឲ្យអស់ទៅនេះគឺជារូបភាព no background មូលហេតុដែលខ្ញុំយក topic layer នឹងមកនិយាយដោយសារតែនៅពេលដែលយើងមកស្ដាប់នៅលើ layer នឹងមួយវាមាននៅ function ជាច្រើនដែលយើងត្រូវយល់បន្ទាប់ទៀតនៅពេលដែលយើងមកស្ដាប់នៅលើ layer មួយនេះវាមានពាក្យ new layer អញ្ចឹងនៅពេលដែលយើងចុច new layer វានឹងបង្កើតជា layer ថ្មីឈ្មោះដែលយើងត្រូវដាក់ក៏បានឬមួយក៏អត់ក៏បានដែរអញ្ចឹងវាចេញជា layer ថ្មីហ្នឹងគឺវាអត់មានអីទេយើងអាចគូឬមួយក៏ផាត់អីនៅលើ layer ថ្មីក៏បានដែរអញ្ចឹងឧទាហរណ៍ថាខ្ញុំអាចប្រើ brush ដែលខ្ញុំ apply នៅវីដេអូទី3
ខ្ញុំគូមកគូហ្នឹងគឺវាឈរនៅលើ layer ទី4ទេនៅលើ layer ដែលយើងបង្កើតថ្មីមិញអញ្ចឹងយើងបិទភ្នែកមកគឺវាឡើងមានហើយអញ្ចឹងនេះជាមូលហេតុដែលយើងត្រូវតែមាន layer ច្រើនកុំឲ្យវាជាន់គ្នាឬមួយក៏នៅពេលដែលយើងចង់គ្រប់គ្រងវាគឺយើងពិបាកឧទាហរណ៍ថាយើងអត់មាន layer នេះទេយើងគូនៅលើនេះយើងគូអញ្ចេះអញ្ចឹងនៅពេលដែលយើងចង់ឲ្យវាបាត់ទៅវិញយើងអត់អាច delete វាបានទេហើយយើងត្រូវបង្កើត layer ថ្មីនៅខាងលើនេះដើម្បីគ្រប់គ្រងឬមួយក៏បន្ថែម effect នៅលើរូបភាពឬមួយក៏ object ដែលយើងចង់ប្រើសូមឲ្យវាចោលសិនយើងអាចមើលស្ដាំលើរូបនឹងទៀតខ្ញុំនឹងបញ្យល់ new group មានន័យថាយើងមាន layer ច្រើនយើង group វាមួយអញ្ចឹងណាឧទាហរណ៍ថានៅក្នុង document នេះខ្ញុំមានរូបអាវផងរូបមនុស្សផងអញ្ចឹងខ្ញុំអត់ចង់ឲ្យវាញញ៉ៃទេខ្ញុំចង់ group វាផ្សេងគ្នាអញ្ចឹងខ្ញុំចង់ដាក់រូបមនុស្សជាមួយនឹងមនុស្សហើយអញ្ចឹងខ្ញុំគ្រាន់តែ select លើរូបនឹងពីរហ្នឹងមកម្ដងទៀតយើងចុច shift ដើម្បី select យើងមើលស្ដាំយើងពាក្យយក new group យើងអូខេមកវានឹងចេញ group មួយសម្រាប់ layer 2ហ្នឹងហើយឬមួយក៏មួយទៀតយើងអត់ចង់ប្រើមើលស្ដាំអីទេយើងគ្រាន់តែចង់ group layer 2ហ្នឹងបញ្ចូលគ្នាយើងចុច select ទៅចុច control G នេះវានឹងកើតជា group មួយអញ្ចឹងខ្ញុំដាក់ group ខ្ញុំដាក់ឈ្មោះថា people អញ្ចឹងទៅដើម្បីយើង note បន្តមកទៀតយើងបន្តទៅមើល function បន្តទៀតនៅក្នុង layer ហ្នឹងដែរយើងមើលស្ដាំឥឡូវខ្ញុំដកវាចេញពី group វិញយើងគ្រាន់តែចុចអូវាចេញមកក្រៅក៏បានដែរអញ្ចឹងយើងមើលស្ដាំទៅវាមានពាក្យជា quick export អានេះគឺយើងសម្រាប់ export រូបហ្នឹង export តែ layer ហ្នឹងមួយទេមានន័យថាយើង save វាអត់ដោយជារូបទាំងមូលទេយើង save បានយើង save តែរូបដែលយើង select ទេបន្ទាប់ពី export ហើយវាមានពាក្យ export as អាហ្នឹងវាដូចគ្នាតែគ្រាន់តែយើងអាចរើស location បានយើងចុច export as មកវាដោយតែរូបហ្នឹងមួយទេនេះវាអត់ដោយជាផ្ទាំងទាំងមូលដែលមាន background មានអីទេព្រោះដោយសារតែរូបដែលមាន background វានៅ layer ទី2ទេអញ្ចឹងខ្ញុំ cancel ទៅខ្ញុំអត់តន់ save ទេបន្ទាប់ពី export as ហើយវាមានចូលមក merge នេះគឺការ merge រូបភាព merge layer នឹងបញ្ចូលគ្នាបន្តមកទៀត lock layer មានន័យថាយើងចុច lock ទៅយើងអូខេមកយើងចង់ move អីក៏បានដែរប៉ុន្តែបើយើងចង់ឲ្យលឿនយើងគ្រាន់ចុចសារនេះទៅវា lock ដូចគ្នាទេយើងធ្វើអីនៅលើ layer ហ្នឹងគឺអត់បានទេយើងបានតែខាងក្រោយនេះគឺជា layer នេះដែលយើងអត់ទាន់បាន lock នៅពេលយើង lock គឺយើងប្រើឡើងបានដូចគ្នាអញ្ចឹងខ្ញុំ control Z មកវិញខ្ញុំ unlock វា unlock ក៏យើងចុចលើរូប sound ទៅគឺវា unlock ហើយ rename គឺកន្លែងដែលខ្ញុំចូលទៅ rename no VC នេះមិញហើយ high layer គឺការបិទភ្នែក layer នេះអញ្ចឹងវាជា tool បន្ថែមនៅក្នុង right click នៅពេលដែលយើងចុចនៅលើ layer ហ្នឹងបន្តមកទៀតយើងចូលមកកាន់ blending option គឺការបន្ថែម effect បន្ថែមនៅលើរូបហ្នឹងឥឡូវខ្ញុំឧទាហរណ៍នៅលើរូបនេះមួយអញ្ចឹងខ្ញុំបិទភ្នែកខ្ញុំ high layer នេះចេញសិនយើងចុច blending យើងមកស្ដាំមកនេះយើងចុច blending option មកវាចូលមកដល់កន្លែងនេះហើយកន្លែងនេះយើងចង់មកចុចនៅលើក៏បានដែរដូចគ្នា blending option នេះអញ្ចឹងយើងមកស្ដាំមកយើងចូល blending option វីដេអូមុនខ្ញុំបានបង្ហាញដូចជាការ add stroke នៅលើរូបភាពដូចជាការបន្ថែមនៅ shadow របស់រូបភាពហ្នឹងអាហ្នឹងគឺនៅក្នុង blending option នេះអាហ្នឹងវានៅក្នុងហ្នឹងទាំងអស់ហើយឧទាហរណ៍នៅក្នុង shadow យើងអាចទាញវាយើងអាច custom shadow ហ្នឹងថាឲ្យចង់មើលវាឆ្វេងទៅស្ដាំឬមួយក៏ស្ដាំទៅឆ្វេងនៅកន្លែងនេះបានយើងអស់មកឃើញទេយើងចង់ឲ្យវាចេញស្រាលឬមួយក៏ស្រាលយើងចូលមកកន្លែង opacity ឬមួយក៏ទំហំនៃ shadow ហ្នឹងទូចធំគឺនៅកន្លែងហ្នឹងហើយអញ្ចឹងខ្ញុំ cancel ទៅខ្ញុំយកប៉ុណ្ណឹងបន្តមកទៀតវាមាននៅ option ជាច្រើនទៀតនៅខាងក្រោមនេះអញ្ចឹងoption ទាំងអស់នេះគឺយើងអាចប្រើ shortcut ឬមួយក៏វាមាននៅខាងក្រៅហើយអ្វីដែលអត់មាននៅខាងក្រៅគឺ convert អ្វីដែលមាននៅខាងក្រៅគឺការ convert ទៅ smart object អាហ្នឹងគឺនៅតែមាន shortcut ហ្នឹងប៉ុន្តែយើងអាចប្រើនៅកន្លែងនេះគឺលឿនចុច convert ទៅ smart object មូលហេតុដែលយើង convert រូបភាពទាំងអស់ទៅជា smart object គឺដើម្បីឲ្យរូបយើងនៅរក្សា quality ដដែលមានន័យថាយើងចង់ move យើង zoom in zoom out ក៏វាអត់បែកទៅជាព្រិលអីដែរឧទាហរណ៍ដូចរូបនេះអញ្ចឹងមុនពេលដែលខ្ញុំយកមក edit គឺខ្ញុំអត់បាន convert ទៅ smart object ទេអញ្ចឹងវាជាមូលហេតុដែលវាព្រិលអញ្ចឹងខ្ញុំ zoom មកវិញរូបនេះខ្ញុំបាន convert ទៅ smart object ហើយអញ្ចឹងខ្ញុំ back វិញខ្ញុំអត់ទាន់ convert ទេបន្ទាប់ពីយើង back មកវិញយើងអាចមាន tool បន្តិចទៀតដែលយើងត្រូវបន្ថែមដូចជាការ copy layer style នេះសូមបញ្ជាក់វាមិនមែនជាការ copy រូបភាពទេគឺ copy layer style មានន័យថា effect ដែលយើងបានបន្ថែមនៅលើរូបភាពឥឡូវឧទាហរណ៍ថាខ្ញុំបង្ហាញជារូបអាវនេះមួយទៀតរូបអាវនេះវាអត់មាន shadow ទេអញ្ចឹងយើងចង់ឲ្យបាន shadow ដូចរូបមនុស្សនេះដែរអញ្ចឹងយើងមកស្ដាំលើរូបមនុស្សយើង copy layer style យើងមកចូល layer អាវនេះវិញ
យើង pass layer style នេះ pass មកនេះវាមានសាដូឲ្យយើងមិនបាច់ចាំទៅចូល blending mode ដូចរូបទី1ទេអញ្ចឹងនេះគឺជាចំណុចដែលវាអាចជួយយើងបានច្រើនលឿននៅក្នុង layer នេះគឺបានបញ្យល់អស់ហើយយើងអាចឃើញនៅខាងក្រោមនេះគឺជាការជំនួយនៅក្នុង layer នេះទាំងអស់ហើយអញ្ចឹងនៅពេលដែលយើងមើលស្ដាប់នៅលើ layer នេះវាមាន option ជាច្រើនគឺវា all in one នៅក្នុងហ្នឹងប៉ុន្តែវានឹងមានជា tool បន្ថែមទៀតនៅខាងក្រោមនេះឧទាហរណ៍ថាខាងលើមិញយើងមាន group នេះមួយអញ្ចឹង group ហ្នឹងយើងអាចចុចនៅខាងក្រោមនេះក៏បានដែរនេះយើងចុចមកវាបង្កើតជា group ហ្នឹងដូចគ្នាអញ្ចឹងវាអត់មានអីបន្ថែមជាមួយគ្នានេះទេនេះគឺជាការបង្ហាញពី layer អញ្ចឹងខ្ញុំនឹងបកមក pen tool យើងវិញព្រោះវីដេអូនេះខ្ញុំនឹងសង្កត់ធ្ងន់នៅលើ pen tool មុននេះខ្ញុំបានបង្ហាញពី pen tool ហើយនៅក្នុង pen tool ខ្ញុំបង្ហាញជា path អញ្ចឹងខ្ញុំមកបង្ហាញពី shape វិញនៅក្នុង shape ហ្នឹងវាមានមុខងារមួយដែលយើងអាចប្រើសម្រាប់គូជា logo ដែលយើងបានគូជាដៃជាការព្រៀងនៅលើកណ្ដាលហើយយើងមកបកគូវាចេញជារូបរាងខ្ញុំនឹង hide layer នេះចោលទាំងអស់សិនទៅនេះគឺជារូបភាពដែលយើងគូនៅលើខ្មៅដៃហើយយើងចង់បង្កើតវាចេញជា logo យើងអាចប្រើ shape នេះដើម្បីបង្កើតជា logo បាន shape ដែលយើងឈរនៅលើ pen tool អញ្ចឹងខ្ញុំអាចថា lock layer នេះទៅដោយសារយើងត្រូវគូពីលើអញ្ចឹងឲ្យវា real អញ្ចឹងខ្ញុំ lock ចុចសរសើរមកយើង move វាទៅណាឡើងកើតដែរឧទាហរណ៍ពីអក្សរ C នេះមុនយើងប្រើ shape យើងដូរវាមក shape យើងចង់ដូរពណ៌ឬមួយក៏ដាក់ពណ៌វាហើយយើងអាចមកកែនៅកន្លែងនេះបានអញ្ចឹងឧទាហរណ៍ខ្ញុំកែដាក់ពណ៌ខ្ញុំដាក់ពណ៌ក្រហមទៅនៅពេលដែលយើងដាក់ពណ៌ហើយយើងអាចចាប់ផ្ដើមគូបានហើយអញ្ចឹងយើងអាចចាប់ផ្ដើមពីកន្លែងនេះមុនទៅអញ្ចឹងនៅពេលយើងគូវាបង្កើតជា shape មួយហើយអញ្ចឹងយើងអាចគូមកយើងគូតម្រងអក្សរ C ហ្នឹងទៅជាទូទៅការគូ logo បែបនេះគឺយើងគូនៅក្នុង AI ទេ LLaS ទេប៉ុន្តែការចាប់ដើមដំបូងយើងអាចរៀនគូ pen tool នៅក្នុងនេះសិនក៏បានដែរអញ្ចឹងនៅពេលយើងគូមកយើងចេញអញ្ចឹងយើងពិបាកមើលយើងអាចបិទភ្នែកវាចោលសិនបានបិទពណ៌សិនបានចាំគូហើយចាំយើងចាក់ពណ៌តាមក្រោយក៏បានដែរអញ្ចឹងខ្ញុំគូមកជុំហ្មងទៅអញ្ចឹងនៅពេលយើងគូវាមាន shape មួយអញ្ចឹងខ្ញុំគូតាមតម្រងរូបភាពហ្នឹងមកកន្លែងនេះវាវែងពេកយើងគូខ្លីៗទៅនេះកន្លែងនេះយើងយកជ្រុងកន្លែងនេះយើងអាចកោងតាមតម្រងយើងគិតថាវាមិនសមទៅយើងបត់វាមកកន្លែងនេះអញ្ចឹងយើងកាច់មកយើងបានជា shape មួយហើយអញ្ចឹងយើងចង់ដាក់ពណ៌វាវិញយើងដាក់មកពណ៌ក្រហមមកអញ្ចឹងវាដូរមកពណ៌ក្រហមហើយនៅពេលដែលយើងមើលពណ៌ក្រហមយើងមើលផ្ទៃនេះវាអត់កោងអត់សូវតំណងយើងអាចកែបានអញ្ចឹងយើងចូលមក pen tool ហ្នឹងមកនេះកន្លែងទាញដើម្បីឲ្យរូបហ្នឹងវាកោងអញ្ចឹងចុចលើកន្លែងហ្នឹងមកយើងអាចអូសវាមកឲ្យកោងបន្តិចនេះយើងអស់បានទេអញ្ចឹងយើងគូសិនមកយើងអាច edit វាតាមក្រោយបានយើងបិទផ្នែក shape នេះមួយយើងឃើញវាមានជាកោងដើម្បីមើលទៅឲ្យមានស្រមោលជា mode យើងបិទផ្នែកទៅយើងគូ shape ថ្មីទៀត shape ថ្មីនេះគឺយើងគូនៅកន្លែងនេះទេយើងដាក់ម៉ៅមកយើងអូសវាប៉ុណ្ណេះមកយើងគូវាមកក្រោយវិញដោយសារយើងចង់បាននៅបន្លោះនេះវាចាញ់អញ្ចឹងយើងចង់ដូរពណ៌យើងដាក់ពណ៌ខ្មៅមកហើយយើងបើកផ្នែកតេស្តមកនេះឃើញទេវាមើលទៅដូចជាស្រមោលមួយអញ្ចឹងយើងអាចគូបន្ថែមទៀតទៅឥឡូវខ្ញុំបន្ថែមពណ៌ខ្មៅកន្លែងនេះទៀតនេះវាបង្កើតជា shape ហើយអញ្ចឹងយើងអាចអូសវាមកលើហើយមកដោយសារយើងគូហើយនៅលើប៉ុណ្ណឹងមកយើងដាក់កោងកន្លែងនេះបន្តិចយើងទាញវាបកមកក្រោយវិញដើម្បីទាញអា pointer ហ្នឹងបានយើងចុច Alt នេះប៉ុណ្ណេះមកពណ៌ខ្មៅហើយអញ្ចឹងយើងសាកបើកមកនេះឃើញទេវាចេញជាតម្រងមួយដែលមើលទៅវាមានស្រមោលអញ្ចឹងយើងគូបានស្រមោលពណ៌ខ្មៅនេះទៀតហើយអញ្ចឹងយើងអាចមើលឬមួយក៏បន្ថែមពណ៌នៅក្នុងនឹងក៏បានដែរយើងមើលសេពពណ៌ក្រហមនេះយើងចង់ឲ្យពណ៌វារាងស៊ីឬមួយក៏ចេញជា gradient យើងអាចចូលមកកន្លែងblending option ហ្នឹងហើយយើងយកពាក្យ gradient overlay នេះមកនេះហ៎វាចេញជា gradient ហើយអញ្ចឹងយើងអាចបន្ថែមតាមពណ៌តាមអីដែលយើងចង់បានក៏យើងចង់យកជា preset ដែលគេមានស្រាប់យកមកក៏បានដែរនេះគឺមានទាំងអស់ហើយនេះខ្ញុំអូខេមកនេះឃើញទេនេះគឺជា shape ដែលយើងគូតាមទម្រង់ដែលយើងគូពីកតាខ្មៅដៃមិញអញ្ចឹងយើងគ្រប់វាមកមាន3 layer នេះមាន3 shape នេះយើងចុច Ctrl G ក៏បានដែរចុច Ctrl G ហើយយើងចុច Ctrl G យើងទាញវាមកឬមួយក៏យើងចង់អូសវាមកទាំងអស់វាអត់បានទេដោយសារយើងអូសមកវាមកតែមួយអញ្ចឹងយើង Ctrl Z សិនយើង select លើគ្រប់យើងមកកែឡើងនេះកន្លែង auto select សិននៅខាងលើយើងយកពាក្យគ្រប់អញ្ចឹងយើងអូសមកវាមកទាំងគ្រប់ហើយឃើញទេនេះគឺជា layer ដែលយើងគូមិញហើយនេះសាយើងពុតបានទេយើងពុតនៅក្នុង pen tool នេះបានទាំងអស់ទេករណីដែលវាអត់តាមតម្រងឬមួយក៏យើងគូមកវាអត់ទាន់ត្រូវ
អាហ្នឹងយើងអាច move វាបានដែរអញ្ចឹងយើងអាចកែកនមើលមកត្រូវតាមដែលយើងចង់បានទៅព្រោះដូចអានេះកោងអីវាកោងអត់ស្មើយើងអាចយើងចូល pen tool មកយើងយកទី3នេះហើយយើងអាច select លើ layer ដែលយើងចង់ពុតវាទៅនេះយើងដាក់ឲ្យត្រូវតាមខ្សែពណ៌ខៀវហ្នឹងវាចេញជា pointer ពុតបានទេនេះហ៎យើងចង់ពុតមិនក៏បានដែរនៅក្នុង pen tool ហ្នឹងអញ្ចឹងសម្រាប់វីដេអូនេះខ្ញុំបានបង្ហាញ3ដែរនៅក្នុងហ្នឹងមានការគូ pen tool វាមានជា shape ហើយនិងជា path បន្តមកទៀតនឹងការបញ្ចូលអំពី layer នៅក្នុង panel នៅខាងស្នាមដៃនេះហើយវីដេអូនេះគឺយើងបញ្ចប់ត្រឹមប៉ុណ្ណឹងដោយសារវារៀងវែងដែរអញ្ចឹងយើងនឹងបន្តទៅវីដេអូបន្ទាប់ជាមួយនឹងការប្រើ transformation អញ្ចឹងសម្រាប់វីដេអូនេះសូមបញ្ចប់ត្រឹមប៉ុណ្ណឹងអរគុណ